ស្ដីបងឯនេះមកបង្ហាញបងពីរបៀបធ្វើតែផាសិនណាបងគឺខ្ញុំប្រើជាមួយនឹងតែម្លិះណាគឺតែម្លិះខ្ញុំប្រើ150 ml បងសម្រាប់ផាសិនគឺខ្ញុំប្រើជាមួយផ្លែផាសិនស្រស់2ផ្លែឬក៏យើងផាសិនដែលយើងគៀបហើយស្រាច់មានទឹកហ្នឹងគឺ40 ml ណាបងចង់ប្រើសេរ៉ូផាសិនក៏បានដែរគឺ40 ml ដូចគ្នាហើយបន្ទាប់មកគឺខ្ញុំដាក់ជាតិផ្អែមគឺទឹកស្ករហ្នឹងគឺខ្ញុំដាក់40 ml យកល្មមហើយសម្រាប់ទឹកក្រូចឆ្មាយក្រូចតែជ្រក់យើងបងគឺខ្ញុំប្រើ5 ml បន្ទាប់មកគឺខ្ញុំដួសទឹកកកមកកំហបកំប៉ុងក្លុកហ្នឹងហើយបន្ទាប់មកគឺខ្ញុំ shake វាចូលគ្នាឲ្យសព្វចឹងណាបងហើយសម្រាប់រូបមន្តនេះខ្ញុំនិយាយនេះគឺសម្រាប់កែវលេខ22 ounce ណាហើយយើងចាក់passion ជាមួយអីហ្នឹងយើងចូលក្នុងកែវមកហើយបងដាក់ទឹកកកឲ្យពេញកែវមកណាហើយបងបើសិនជាបងប្រើជាមួយផ្លែ passion ល្អវាមានគ្រាប់មានអីមើលទៅវាតំណងចឹងណាសម្រាប់ខ្ញុំគៀបយកគ្រាប់ចេញអស់អញ្ចឹងខ្ញុំក៏លួចថែមជាមួយនឹងសេរ៉ូ passion ដែលមានគ្រាប់ក្នុងហ្នឹងចឹងឲ្យមើលទៅកាន់តែតាក់ទាញដើម្បីថាយើងមានគ្រាប់ passion ក្នុងហ្នឹងចឹងណាបងសម្រាប់រូបមន្តនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងបាយបាយ